Cầm rong rương beri ni tiền khmer rương cháu tóc mòn cá bị beri ní miên bồ rọc pin nè ban thơ con ca cổ so chừng mùi khnia lúc bồ rọc tem pi rùm sái khăn tử bồ rọc mà nè ban tơ ca chi beri ấn bồ rọc mà nè tiết tơ ca chi bồ rọc cầm sót miên propon krol bạn nè rok si nè sát đắt lộp dục trấy chia âm bó âm bán chính trăm chi vật Kria mũiព្រះឥន្ធបានបើកទិបចក្ខុទាត់ឃើញបុរសនោះវេទនាលំបាកដូច្នោះមានសេចក្តីអាសូរករណាវេលាយប់ព្រះឥន្ធយកមាស3ដុំទៅដាក់ក្នុងលួបបុរសនោះលុះព្រឹកឡើងបុរសនោះទៅលើកលួបមើលឃើញមាសមិនស្គាល់ជាមាសសម្គាល់ថាជាដុំថ្មក៏ចោលទៅក្នុងទឹកហើយដាក់លួបទៅក្នុងទឹកវិញបុរសបានមើលលួបទៀតគម្រប់បាន3ដងព្រះឥន្ធយកមាសដាក់ក្នុងលួបដូចមុនទៀតបុរសឃើញដូច្នេះនឹកខឹងក៏ចងមាសទាំង3ដុំនោះប៉ុនយកទៅធ្វើជាថ្មជើងចង្ក្រានប្រពន្ធបុរសមិនស្គាល់មាសក៏យកដុំមាសនោះទៅធ្វើជាថ្មចង្ក្រានតាមបង្គាប់ប្តីក្រោយមកមានព្រះរាជអាជ្ញាមកទារពន្ធមើលទៅឃើញដុំមាសដែលបុរសនោះធ្វើថ្មចង្ក្រានក៏ឲ្យបុរសយកមាស3ដុំនោះបង់ពន្ធដែលបុរសនោះជំពាក់រាជការបុរសនោះនឹកអន់ណាស់ដោយខ្លួនទល់ក្រហើយព្រះរាជអាជ្ញាយកដុំថ្មចង្ក្រានដូច្នោះក៏ព្រមតាមបានប្រគល់ថ្មចង្ក្រានទាំង3ដុំនោះឲ្យទៅព្រះរាជអាជ្ញាភ្លាមលុះព្រះរាជអាជ្ញាបានដុំមាសពីបុរសនោះហើយក៏យកមួយដុំទៅថ្វាយព្រះមហាក្សត្រលុះទ្រង់សាកសួរពីហេតុផលបានមាសនោះព្រះរាជអាជ្ញាទូលតាមដំណើរស្ដេចទ្រង់ជ្រាបថាមានមាសពីបុរសដូច្នោះទ្រង់ឲ្យហៅបុរសនោះទៅដល់ទ្រង់សាកសួរទៀតបុរសក្រាបទូលថាមាសរបស់ខ្លួន3ដុំបានជួបមកព្រះរាជអាជ្ញាហើយស្ដេចឲ្យទារយកមាស2ដុំពីព្រះរាជអាជ្ញានោះហើយទ្រង់បង្គាប់ឲ្យបុរសនោះរកមាសមកថ្វាយព្រះអង្គថែមទៀតបុរសនោះក្រាបទូលថារកមាសទៀតពុំបានទេស្ដេចទ្រង់ឲ្យយកបុរសនោះទៅឃុំព្រឹកឡើងនាយតម្រួតដែលជាអ្នករក្សានោះប្រើឲ្យធ្វើការដោយជេរស្ដីបុរសនោះលុះទ្រង់ជ្រាបដល់ស្ដេចទ្រង់ឲ្យហៅបុរសនោះមកសួរពីហេតុធ្វើការឲ្យមានតោះចិត្តនាយតម្រួតបុរសនោះក្រាបទូលថាទូលបង្គំមានសេចក្តីតប់ប្រមងនៅក្នុងខ្លួនខ្លាំងណាស់ស្ដេចក៏មានព្រះបន្ទូលថាបើដូច្នោះត្រូវចៅឯងរកសត្វតប់ប្រមល់នោះមកឲ្យអញបើឯងរកពុំបានទេអញនឹងឲ្យពិឃាតឯងក្នុងគ្រានេះបុរសឮដូច្នោះក៏ផិតភ័យគិតថាមុខជាស្លាប់ហើយក្នុងគ្រានេះមិនដឹងជាទៅរកសត្វតប់ប្រមល់ឯណាទេតែមិនហ៊ានប្រកែកដោយខ្លាចអំណាចស្ដេចក៏ក្រាបបង្គំលាស្ដេចដើរចេញទៅដោយបំណងថានឹងដើរឲ្យស្លាប់ក្នុងព្រៃលុះដើរចូលព្រៃឆ្ងាយទៅព្រះឥន្ធបើកព្រះនេត្រទិព្វមកឃើញបុរសនោះមានសេចក្តីវេទនាលំបាកដូច្នោះក៏និមិត្តជាអាស្រមមួយនៅខាងមុខទីដែលបុរសដើរទៅហើយព្រះឥន្ធកាឡាខ្លួនធ្វើជាព្រះមហាឥសីបុរសមើលទៅឃើញអាស្រមដូច្នោះក៏មានចិត្តត្រេកអរដើរចូលទៅថ្វាយបង្គំឥសីក្នុងអាស្រមនោះឥសីសួរថាចៅមានហេតុអ្វីបុរសនោះទូលឥសីតាមដំណើរដែលស្ដេចឲ្យរកសត្វតប់ប្រមល់យកទៅថ្វាយឥសីថាចៅកំព្រួយរួចឥសីបានយកបំពង់ពកមួយមកសើចមុនវិជាសិលសាសកើតជាខ្លាសឹងដំរីពស់រមាសសុទ្ធតែជាសត្វសាហាវទាំងអស់ហើយឥសីដែលជប់បង្រួញសត្វទាំងនោះច្រកក្នុងបំពង់ពកប្រកល់បំពង់ពកនោះឲ្យទៅបុរសរួចផ្ដាំថាឲ្យយកទៅថ្វាយស្ដេចប៉ុន្តែមុននឹងបើកស្នុកឲ្យស្ដេចប្រមូលព្រះរាជវស្សានុវង្សមកជួបជុំហើយបិទទ្វារវាំងឲ្យជិតសម្បើកស្មុកមើលព្រោះសត្វនោះរត់រហ័សណាស់
លោកបុរសនោះទទួលបណ្ដាំឥសីស្រេចហើយក៏នាំយកសត្វដែលច្រកក្នុងបំពង់ពកទៅថ្វាយស្ដេចក្រាបទូលថាទូលព្រះបង្គំរកសត្វតប់ប្រមល់បានហើយនៅក្នុងបំពង់ពកនេះហើយក៏ទូលតាមដំណើរដែលឥសីផ្ដាំមកស្ដេចឲ្យប្រមូលព្រះរាជវង្សានុវង្សជួបជុំហើយទ្រង់ចាត់ការបិទទ្វារកំផែងវាំងស្រេចទ្រង់ឲ្យអាមាត្យបើកស្មុកបំពង់ពកនោះខ្លាដំរីសិង្ហរមាសពស់ក៏ចេញពីក្នុងបំពង់ពកមកខាំស្ដេចនិងព្រះរាជវង្សានុវង្សទាំងនោះឲ្យដល់នៅមរណភាពអស់ទៅក្រោយមកពួកអ្នកនគរបានឃើញបុរសនោះមានឫទ្ធានុភាពដូច្នេះក៏រៀបអភិសេកបុរសនោះឲ្យឡើងសោយរាជសម្បត្តិជាព្រះមហាក្សត្រនៅក្នុងនគរនោះទៅសត្វទាំងឡាយក៏លាស្ដេចបុរសនោះចូលទៅក្នុងព្រៃផ្ដាំថាបើស្ដេចមានភ័យឬមានការអ្វីគ្រាន់តែនឹកដល់នឹងមកជួយយកអាសាជាដរាបរឿងនេះបានចប់ដោយបរិបូរណ៍កម្រងរឿងព្រេងនិទានខ្មែររឿងចៅផ្កាប់ត្រឡោកកាលពីព្រេងនាយមានសេដ្ឋីប្តីប្រពន្ធមានកូនក្រមុំមួយនាក់រូបឆោមល្អណាស់ពួកកំឡោះជាច្រើនស្ម័គ្រចិត្តស្រឡាញ់បានប្រាប់មេដាបិតាឲ្យចូលទៅដណ្ដឹងកូនក្រមុំមហាសេដ្ឋីនោះក៏ព្រមឲ្យឥតប្រកែកតែមានធ្វើខសន្យាថាបើកន្លោះឈ្មោះណាចង់បានត្រូវសង់ផ្ទះ5តែមួយថ្ងៃឲ្យហើយបើធ្វើមិនបានសេដ្ឋីនោះផ្ដាច់មិនឲ្យកូនក្រមុំទេកំឡោះដតីប៉ុន្មានខូចខាតចំនួនជាច្រើនអ្នកដោយធ្វើផ្ទះមួយថ្ងៃមិនហើយសេដ្ឋីក៏ផ្ដាច់មិនឲ្យកូនក្រមុំខណៈនោះមានកំឡោះម្នាក់ជាមានគំនិតមានឧបាយកលប្រាជ្ញាឈ្មោះថាចៅផ្កាប់ត្រឡោកជាកូនអ្នកមានគ្រាន់បើបានសុំប្រាក់មេដាបិតាយកទៅទិញឈើលុបធ្វើផ្ទះរងព្រៀបគ្រប់ប្រដាប់ជាស្រេចរួចក៏រងខាត់ត្រឡោកមួយយ៉ាងស្អាតហើយប្រាក់មេដាបិតាឲ្យទៅដណ្ដឹងកូនក្រមុំមហាសេដ្ឋីនោះឯមេដាបិតាក៏ទិញផ្លែឈើមើមឈើបានច្រើនតុកហើយពឹងញាតិសន្តានឲ្យជួយកាន់ចំនួននោះទៅដល់ផ្ទះមហាសេដ្ឋីលើកដៃជំរាបថាខ្ញុំបាទនាងខ្ញុំមកសូមដណ្ដឹងកូនក្រមុំលោកសំគុំនឹងកូនប្រុសកំឡោះខ្ញុំបាទនាងខ្ញុំទោះបីខុសត្រូវសូមលោកមហាសេដ្ឋីអភ័យទោសសូមឲ្យបានជាសាច់សន្តានស្ពានមេត្រីរៀងទៅសេដ្ឋីទាំងប្តីប្រពន្ធស្ដាប់ហើយឆ្លើយថាយើងអត់ប្រកែកថាអ្វីទេអ្នកតែថាថ្ងៃស្អែកនេះអ្នកធ្វើផ្ទះ5ល្វែងឲ្យហើយស្រេចទើបបើធ្វើមិនបាននឹងផ្ដាច់មិនឲ្យកូនក្រមុំទេមេដាបិតាចៅផ្កាប់ត្រឡោកឮហើយជំរាបថាបើកូនខ្ញុំធ្វើផ្ទះថ្ងៃស្អែកនេះមិនហើយស្រេចទេសូមលោកសេដ្ឋីផ្ដាច់កូនក្រមុំលោកចុះចំនួនប៉ុន្មានតុកនេះខ្ញុំបាទនាងខ្ញុំក៏សុខចិត្តជូនលោកទាំងអស់អត់គិតយកថ្លៃពីលោកឡើយហើយជូនចំនួនទាំងអស់ទៅសេដ្ឋីក៏ឲ្យខ្ញុំកំដរលើកទៅផ្ទេរទុកពេញមួយល្វែងផ្ទះហើយយកសម្បកតុកថាសមកឲ្យវិញមេដាបិតាចៅផ្កាប់ត្រឡោកទទួលតុកថាសគ្រប់ចំនួនហើយក៏សំពះលាមហាសេដ្ឋីនាំគ្នាត្រឡប់មកផ្ទះវិញក្រោយនោះមហាសេដ្ឋីនិងភរិយានាំគ្នាទៅមើលចំនួននៅលើផ្ទះឃើញសិតតែផ្លែឈើមានតម្លៃប្លែកៗពីប្រទេសឆ្ងាយខ្លះនៅស្រុកឯខ្លះសេដ្ឋីក៏ញញឹមញាក់មុខដាក់ប្រពន្ធថាចំនួននេះយើងមុខជាបានស៊ីតទេទៀតហើយចំណែកមេដាបិតាចៅផ្កាប់ត្រឡោកទៅដល់ផ្ទះក៏និយាយប្រាប់កូនថាសេដ្ឋីព្រមឲ្យហើយតែគេថាឲ្យកូនធ្វើផ្ទះតែក្នុងមួយថ្ងៃស្អែកនេះឲ្យហើយស្រេចចៅផ្កាប់ត្រឡោកលើមេដាបិតានិយាយប្រាប់ដូច្នោះមានតែចិត្តត្រេកអរណាស់ជំរាបមេដាបិតាថាលោកម៉ែលោកឪកុំព្រួយបារម្ភមុខជាបានដោយគំនិតដែលកូនគិតទុកពីថ្ងៃមុនហើយចៅផ្កាប់ត្រឡោក
ក៏ទៅនិយាយពឹងបងប្អូនអ្នកចេះការងារផ្ទះបានគ្នាច្រើនឲ្យគេជួយសង់ផ្ទះតែក្នុងមួយថ្ងៃស្អែកនេះឲ្យហើយបងប្អូនគេជួយទាំងអស់គ្នាហើយចៅផ្កាប់ត្រឡោកត្រឡប់មកផ្ទះស្លៀកពាក់តែងខ្លួនស្អាតបាតពឹងកំឡោះផងគ្នាឲ្យជូនទៅផ្ទះសេដ្ឋីនោះលុះឡើងទៅដល់លើផ្ទះសេដ្ឋីសួរថាចៅឯងមកមានការអ្វីចៅផ្កាប់ត្រឡោកលុតជង្គង់ប្រមាណជំរាបថាម៉ែឪពុកបាទប្រើខ្ញុំបាទជាកូនឲ្យមកសូមក្រាបប្រតិបត្តិលោកឪពុកអ្នកម្ដាយសូមទានប្រាប់ទីកន្លែងត្រង់ណាឲ្យទានខ្ញុំបាទនឹងសង់ផ្ទះខ្ញុំបាទនឹងទៅចាត់ការធ្វើក្រែងមិនហើយជូនលោកឪពុកម្ដាយក្នុងវេលាថ្ងៃស្អែកនេះសេដ្ឋីទាំងប្តីទាំងប្រពន្ធគុណមើលរូបរបៀបចៅផ្កាប់ត្រឡោកនឹកសរសើរក្នុងចិត្តថាកូនប្រសាអញគ្រាន់បើដែរតែមុខជាខូចខាតចំនួនដូចអ្នកមុនទៀតហើយសេដ្ឋីប្រាប់ទីកន្លែងឲ្យសង់នៅខាងជើងឆ្ងាយពីផ្ទះធំចំនួន5ព្យាមចៅផ្កាប់ត្រឡោកបានលើសេដ្ឋីប្រាប់ហើយក៏ក្រាបសំពះលានាំគ្នាត្រឡប់ទៅផ្ទះវិញលុះទៅដល់ប្រមូលបងប្អូនជួបជុំយកគ្រឿងផ្ទះដែលធ្ងន់ផ្ទុករទេះស្រេចពីយប់របស់ណាល្មមលីសែងក៏ចាត់ចែងភូផ្គងដាក់មុខគ្នាជាស្រេចលុះព្រឹកឡើងខ្លះដឹកនឹងរទេះខ្លះលីសែងទៅដល់ផ្ទះសេដ្ឋីខ្លះកាប់ដីខ្លះជីករណ្ដៅសសរតាមຂະຫນាត់ទំហំផ្ទះ5ល្វែងខំធ្វើស្រស់គ្នាមិនឈប់តែពេលបរិភោគបាយរួចនាំគ្នាធ្វើទៀតតលតែឲ្យស្រេចក្នុងវេលានោះរួចចៅផ្កាប់ត្រឡោកឡើងទៅលុតជង្គង់សំពះជូនផ្ទះមហាសេដ្ឋីជាមេដាបិតាក្មេកហើយនាំគ្នាត្រឡប់ទៅផ្ទះវិញលុះដល់ថ្ងៃខែបានរឹកល្អមេដាបិតាទាំងពីរខាងក៏រៀបបរិវារមង្គលការកូនរួចស្រេចហើយចៅផ្កាប់ត្រឡោកលាក់តែក្រឡោកនោះមិនឲ្យនរណាឃើញសោះដល់ពេលយប់រៀបសំដំណេករួចហើយក៏ដេកក្នុងផ្ទះជាមួយគ្នាចៅផ្កាប់ត្រឡោកយកត្រឡោកនោះទៅផ្កាប់ក្របពីលើស្វះរួចស្លៀកសំពត់ចងក្បិនប្រយ័ត្នមិនឲ្យត្រឡោកធ្លាក់បានហើយដេកឃ្លាតពីភរិយាធ្វើកិរិយាសំងំមិនបានពាល់ដល់ចុងដៃចុងជើងភរិយានោះឡើយប្រើឧបាយយ៉ាងនេះអត់ធន់បាន3យប់ក្រោយទៀតនាងភរិយានោះរសាប់រសល់ខ្វល់ចិត្តគិតសង្ស័យថាប្តីអញនេះដេកជាមួយគ្នាយូរយប់ហើយគាត់ធ្វើប្រងើកន្តើយហាក់ដូចជាគ្មានត្រូវការនឹងអញសោះឬជាគាត់ខ្ទើយសាយលឹងទេដឹងគិតក្នុងចិត្តដូច្នោះហើយក៏ចង់ដឹងប្រថុយលបលោកស្ទាបមើលឲ្យច្បាស់ចៅផ្កាប់ត្រឡោកដេកពំលក់ទេតែធ្វើជាស្រមុកខុលនាងប្រពន្ធនោះលោកដៃស្ទាបត្រង់ស្វះនោះពៀនទៅរើត្រឡោកផ្កាប់រលីងរនើដកដៃមកវិញគិតថាប្តីអញនេះនឹងថាខ្ទើយសែងលឹងក៏មិនមែនសន្តានហាក់ដូចជាភេទស្រីតែពោះគ្មានប្រឡាយមុខគួរឲ្យឆ្ងល់ណាស់លោកព្រឹកឡើងសឹបប្រាប់ម្ដាយតាមដំណើរដែលលោកស្ទាបប្តីសពគ្រប់ម្ដាយឮហើយដកដង្ហើមធំថាអោកូនអញអើយបានប្តីអ្វីក៏មិនដូចបុរសទាំងពួងហើយនឹកបន្ទោសកូនប្រសាប្រុសនោះថាបើវាគ្មានប្រដាប់ដូចប្រុសទាំងពួងទេហេតុម្ដេចក៏ស្រឡាញ់កូនអញម្ល៉េះគិតហើយក៏ប្រាប់សេដ្ឋីថាជាប្តីតាមដំណើរកូនស្រីតាមសពគ្រប់សេដ្ឋីស្ដាប់ហើយគិតថាបើអញនិយាយខ្លាំងខ្មាស់អ្នកជិតខាងហើយនិយាយសឹបសៀវតែពីអ្នកប្តីប្រពន្ធថាកូនប្រសាយ៉ាងនេះវាគ្រាន់បើដែរណាស់ហើយគេអើយអាណិតវាឲ្យប្រាក់ផុសស្ដាបណ្ដាការនឹងថ្លៃផ្ទះ 1500 ណែនទៅវាហើយប្រាប់វាឲ្យទៅនៅជាមួយម៉ែឪវាវិញចុះគិតព្រមគ្នាហើយហៅកូនប្រសាថាជីឯងមកនេះចៅផ្កាប់ត្រឡោកឬសេដ្ឋីឪពុកក្មេកហៅខ្លួនហើយក៏ទៅអង្គុយចិត្តសំពះសេដ្ឋីប្រាប់ថាឯងហាក់ដូចជាមិនស្រឡាញ់កូនអញសោះណាស់ហើយចុះអញឲ្យប្រាក់ 1500 ណែនឯងយកទៅផ្ទះឪពុកម្ដាយឯងវិញចុះរួចក៏រាប់ប្រាក់ប្រគល់ឲ្យគ្រប់ចំនួន
ចៅផ្កាប់ត្រឡោកទទួលយកប្រាក់ហើយជម្រាបថាលោកឪពុកខ្ញុំបាទសុំហឹបធំមួយដាក់ប្រាក់យកទៅដល់ផ្ទះខ្ញុំបាទផងសេដ្ឋីក៏ឲ្យហឹបដាក់ប្រាក់ចាត់បាវព្រាវឲ្យសែងតាមចៅផ្កាប់ត្រឡោកទៅដល់ផ្ទះហើយជូនប្រាក់1500ណែនទៅក្នុងហឹបមេដាបិតាជំរាបរឿងសពគ្រប់ប្រាប់ក៏ត្រឡប់មកផ្ទះសេដ្ឋីវិញលុះដល់ហើយចៅផ្កាប់ត្រឡោកធ្វើរឹកកិរិយាសំងឹបសំងឹងហាក់ដូចជារឹកអាល័យសេដ្ឋីនិងភរិយានោះពន់ពេកសេដ្ឋីឃើញហើយសួរថាអញឲ្យប្រាក់ទៅនៅផ្ទះម៉ែឪឯងវិញហើយហេតុមិនដេចក៏មិនទៅចៅផ្កាប់ត្រឡោកឆ្លើយជម្រាបសេដ្ឋីថាខ្ញុំបាទរនឹកអាល័យលោកម៉ែលោកឪពុកនិងនាងជាភរិយាខ្លាំងណាស់សូមទៅទទួលទានដំណេកតែមួយយប់នេះទៀតព្រឹកឡើងខ្ញុំបាទសូមប្រតិបត្តិលាទៅផ្ទះវិញសេដ្ឋីប្តីប្រពន្ធនិយាយគ្នាថាយើងឲ្យវាដេកមួយយប់ទៀតចុះវាមិនទាន់ជាអ្វីទេដូចជាដេកជាមួយនឹងប្រុសផងគ្នាលុះពេលយប់បរិភោគបាយរួចចៅផ្កាប់ត្រឡោកក៏ចូលទៅដេកជាមួយនឹងភរិយាត្រឡោកនៅផ្កាប់ដដែលដល់យប់ជ្រៅនាងភរិយាគិតថាយប់ស្អែកនេះប្តីអញទៅនៅផ្ទះគាត់វិញហើយអញចង់ស្ទាបសង្កេតឲ្យច្បាស់ហើយចៅផ្កាប់ត្រឡោកដេកផ្ងាដេកពំលក់ព្រោះកើតដំបេកខ្លាំងដូចជាគេទូត្រឡោកនាងភរិយានោះលូកដៃទៅប៉ះត្រឡោកធ្លាក់ឮសូរតែខ្វះចៅផ្កាប់ត្រឡោកងាកផាំងចូលទៅរួមរស់នឹងនាងភរិយានោះដល់កម្លាំងដ៏ខ្លាំងក្លាលុះព្រឹកឡើងនាងនោះនិយាយជម្រាបម្ដាយម៉ែអើយបប្តីខ្ញុំលាទៅផ្ទះវិញសូមម៉ែអាណិតកូនខាត់កុំឲ្យគាត់ទៅមេដាសង្ស័យណាស់សួរកូននិយាយសັບជម្រាបមេដាថាម៉ែប្តីខ្ញុំគាត់មានប្រដាប់ដោយប្រុសទាំងពួងមិនមែនជាខ្ទើយទេម្ដាយដឹងចិត្តកូនក៏សັບជម្រាបសេដ្ឋីជាប្តីដោយស្ងាត់ថាកូនយើងទាំងពីរវាត្រូវចិត្តវាហើយសេដ្ឋីឮភរិយានិយាយប្រាប់រឿងកូនសពគ្រប់ក៏តបថាកាលមុនឯងនិយាយប្រាប់អញក៏ជឿទៅពិតមែនអញបានសងថ្លៃផុសភាបណ្ដាការនិងថ្លៃផ្ទះ1500ណែនឲ្យទៅវាហើយលើថាកូនប្រសាយើងមានប្រដាប់ដូចបុរសទាំងពួងណាស់ហើយចុះគេអើយបើត្រូវចិត្តគ្នាវាហើយប្រាក់ដែលយើងឲ្យកូនប្រសានោះដូចជាឲ្យតកូនយើងទៅប្តីប្រពន្ធវាមានក្រជាមួយគ្នាចោះហើយសេដ្ឋីក៏ស្ងៀមស្ងាត់រាប់អានជាកូនតទៅនឹងទៅលុះដល់សេដ្ឋីនិងភរិយាចាស់ជរាទទួលមរណភាពទៅវេលាណាស្ដេចក្នុងព្រះនគរនោះទ្រង់ព្រះមេត្តាប្រោសតាំងចៅផ្កាប់ត្រឡោកនិងភរិយាឲ្យធ្វើជាសេដ្ឋីតាំងបិតាលុះអស់ជីវិតទៅរឿងនេះបានចប់ដោយបរិបូរណ៍កម្រងរឿងព្រេងនិទានខ្មែររឿងដំឡង7សន្តានកាលពីព្រេងនាយមានបុរសប្តីប្រពន្ធនាំគ្នាទៅសួរបងប្អូននៅភូមិត្រៃសណ្ដែកដល់ទៅប្រទះនឹងអាដំឡង7សន្តានកំពុងតែទឹមគោភ្ជួរស្រែបុរសប្តីប្រពន្ធនោះសួរថាអ្នកអើយអ្នកផ្លូវណាកាត់ត្រង់ទៅលើភូមិព្រៃសណ្ដែកត្បិតខ្ញុំខានមកយូរឆ្នាំហើយមិនដឹងជាផ្លូវណាកាត់ទៅឲ្យត្រង់កូនក្រោលបង្គោលស្នឹងអាក្រហមមួយនេះម្ដាយក្មេកគាត់ចែកអាស្នាញ់កន្តែកឪអញគាត់ឲ្យអញមិនលួចគោរបស់អាណាមកទឹមទេឯបុរសប្តីប្រពន្ធដែលសួរផ្លូវនោះឮហើយនិយាយគ្នាថាអ្នកនេះយើងសួរផ្លូវគាត់និយាយពីគោហើយស្ដីវិគំរោះគំរើយឲ្យយើងផងណាស់ហើយគេយើងកុំខ្ចីសួរវាយូរឆាប់គង់តែនឹងទៅដល់ផ្ទះបងប្អូនមិនខានហើយក៏បណ្ដើរគ្នាហួសទៅ
ឯអាដំឡង7សន្តាននោះក៏ខំព្យួរស្រែមិនឈប់ដល់ពេលថ្ងៃជិតត្រង់មេដំឡងជាប្រពន្ធក៏ទូលបាយឲ្យប្តីបរិភោគលុះទៅដល់ក៏ដាក់ល្អីបាយក្រោមម្លប់ឈើនៅភ្លឺស្រែប្តីឃើញប្រពន្ធយកបាយមកឲ្យក៏ឈប់ព្យួរស្រែហើយបរិភោគបាយនិយាយទាំងខឹងប្រពន្ធថាមានបរិបប្តីប្រពន្ធបណ្ដាគ្នាមកពីណាចោទប្រកាន់ថាអញលួចគោវាឯគោមួយនឹមនេះប្រកាសជាម៉ែឪឯងចែកមកប្រពន្ធឃើញមាត់ប្តីនិយាយម្ហប់នឹកស្មានថាស្ដីឲ្យខ្លួនស្រាប់តែខឹងហើយឆ្លើយតបទៅវិញថាអញគិតថាប្តីមកព្យួរស្រែទាន់ថ្ងៃត្រង់ខំប្រញាប់ប្រញាល់ទូលបាយមកឲ្យស៊ីឥឡូវទៅជាថាឯងមានសហាយអញសហាយនឹងឈ្មោះអាណាគាត់រកមុខឲ្យឃើញឯប្តីមិនទាន់តែប៉មបាយអស់មួយកូនល្អីប្រពន្ធថាអ្វីក៏មិនឮផងលុះប្តីបរិភោគរួចប្រពន្ធកន្ត្រាក់យកល្អីប្តីសួរថាឯងមានការអ្វីឯផ្ទះបានជាប្រញាប់ម្ល៉េះប្រពន្ធថាអញមុខជាប្រាប់ម៉ែឪអញមិនខានហើយកណ្ដៀតល្អីត្រឡប់ទៅដល់ផ្ទះជួបនឹងម្ដាយនិយាយទាំងខឹងមុខក្រហមប្រាប់ម្ដាយថាកូនប្រសាមកឯងវាល្អហើយខ្ញុំទូបាយឲ្យស៊ីដាក់ល្អីស្ទើរតែមិនទាន់វាស្ដីឲ្យខ្ញុំថាមានសហាយចំណែកម្ដាយនោះខឹងញ័រឡើងថាហងឯងដូច្នេះទេតើបានជាមុខក្រហមអញថាកូនថាចៅបានជាចាំផ្ទះឲ្យវាឥឡូវវាថាឯងលួចថ្នាំវាយកទៅដូរដូងមេអន្តធានឯងក្រោយកុំនិយាយដូច្នេះមិនត្រូវទេសូម្បីតែថ្នាំមួយឆ្នុកក៏អញមិនលួចយកផងបើទុកជាអញយកមែនម្ដាយនឹងកូនមិនត្រូវហកឯងពោលឲ្យអញខ្មាស់គេចោតចំអើឯងមកអញប្រាប់ឲ្យគេជេរប្រដៅឯងចេញម្ដងលុះយូរបន្តិចប្តីមកពីកាប់បង្គោលធ្វើរបងបង្ការមិនឲ្យក្របីចូលស៊ីសំណាបសន្ទុងប្រពន្ធនិយាយប្រាប់ប្តីថាកូនស្រីយើងវាយកបាយឲ្យប្តីខ្ញុំចាំផ្ទះឲ្យវាលុះមកវិញវាថាខ្ញុំជាម្ដាយលួចថ្នាំវាដូរដូងខ្ញុំខឹងណាស់ប្តីស្ដាប់មិនឮខឹងនឹងប្រពន្ធក៏ជេរថាមេចៅក្រហហងឯងប្រច័ណ្ឌអញអីម្ល៉េះអញមានស្លៀកពាក់ដើរតួឯណាអញទៅកាប់ឈើធ្វើបង្គោលរបងទេតើអញអត់តែម្ដងនេះក្រោយបើហងឯងនៅតែស្ដីប្រច័ណ្ឌអញទៀតមុខជាអញធាក់ឲ្យដួលទាំងជំហរមិនខានហាមប្រពន្ធហើយបរិភោគបាយរួចទៅចងសន្ទូចបានត្រីត្រឡប់មកផ្ទះវិញវេលាថ្ងៃល្ងាចប្រពន្ធក៏ធ្វើត្រីស្លអាំងឲ្យប្តីបរិភោគខ្លះរំលែកទុកព្រឹកខ្លះដើម្បីនឹងធ្វើសម្រាប់យកទៅប្រគេនលោកនេនឯវត្តនិងកូនប្រុសតូចម្នាក់នៅឯរៀនអក្សរជាមួយនឹងលោកបងនោះលុះព្រឹកឡើងម្ដាយនោះដាំបាយដួសដាក់ចានមានម្ហូបពីល្ងាចស្រាប់ទូលយកទៅដល់កុដិប្រគេនលោកកូនហើយនិយាយថាខ្ញុំព្រះករុណារលឹកលោកកូនណាស់មួយទៀតប្អូនតូចវារៀនអក្សរគ្រាន់បើទេលោកកូននោះប្រាប់ថាចម្រើនពរញោមអាត្មាសប្តាហ៍ថ្ងៃនេះកំពុងស្រឡាញ់សិលភ្នោះណាស់អាត្មាមិនសឹកទេម្ដាយក៏ហៅកូនតូចដែលនៅបម្រើលោកនោះថាអានាងវាលោកបងទៅផ្ទះនឹងម្ដាយបានមួយថ្ងៃសិនតែប៉ុន្តែឪពុកឯងរលឹកណាស់កូនតូចឆ្លើយប្រាប់ម្ដាយថាត្រីញាតិលោកបងនៅពីកន្ទុយទុកក្នុងកុដិពេលល្ងាចខ្ញុំនឹងយកពីជំរាកដុតស៊ីបាយដែលសល់ពីលោកឆានពេលព្រឹកនោះឯលោកសង្ឃដែលគង់នៅចិត្តកុដិទាំងប៉ុន្មានបានលើម្ដាយនិងកូននិយាយតែដោយខ្លួនមិនទទួលសម្រងគ្នាដូច្នោះលោកទាំងអស់ទុកពុំបានក៏សើចត្រហឹងអឹងកងសិកានោះក៏សំពះលាលោកកូនត្រឡប់មកដល់ផ្ទះវិញហើយលុតជង្គង់ជូនបុណ្យប្តីថាខ្ញុំជូនបុណ្យអ្នកផងប្តីឆ្លើយថាអញឃើញបាយសម្លខអាំងភ្ជួរទុកនៅអង្រែកអញស៊ីអស់ទៅហើយប្រពន្ធក៏មើលមុខប្តីមើលមុខប្រពន្ធមកមិចភ្នែកម៉ាក់ធ្វើវាហឺតែដោយខ្លួនលុះយូរបន្តិចស្រាប់តែប្អូនស្រីបង្កើតខាងប្តី
នៅភូមិដតីឆ្ងាយមកដល់បានផ្លែពំរមួយផ្តិលនិងស្លឹកប្រោះស្វាមួយសំណុំមកផ្ញើបងនិយាយសួរបងថាជួររស់ដកស្ទូងបានស្រែប៉ុន្មានហើយបងទាំងប្តីប្រពន្ធឆ្លើយប្រាប់ទៅប្អូនស្រីវិញថាហងល្មមទុកដាក់ឲ្យវាមានប្តីទៅចោះតែហងមើលកុំឲ្យចាស់តែលេខបៀផឹកស្រាជក់អាភៀនអូនស្រីស្ដាប់មិនលឺទៀតក៏ប្រាប់ទៅបងទាំងពីរនាក់ខ្ញុំស្ដាយត្រឡាយខ្ញុំមួយទ្រើងណាស់កំពុងតែផ្កាក្តាប់តូចស្រាប់តែមេជ្រូកវាទៅឈ្មោះកលដាច់ងាប់អស់បងទាំងពីរនាក់ថាហងល្មមទៅផ្ទះក៏ទៅចុះល្ងាចណាស់ហើយក្រែងកូនវាយំរកអូនស្រីនោះក៏ត្រឡប់ទៅផ្ទះវិញព្រោះអ្នកទាំង7នាក់គឺបុរសស្ត្រីប្តីប្រពន្ធម្ដាយឪពុកលោកភិក្ខុកុមារជាកូនប្រុសស្រីសិតតែថ្លង់និយាយមិនចោះសម្រុងគ្នាបានជារឿងនេះគេហៅថារឿងដំឡង7សន្តានរឿងនេះបានចប់ដោយបរិបូរណ៍កម្រងរឿងព្រេងនិទានខ្មែររឿងបុរសចាក់ស្មុគកាលពីដើមម្នាក់ចេះចាក់ស្មុគបុរសនោះចង់បានខ្ញុំប្រើក៏ឡើងទៅចាក់ស្មុគលើចុងត្នោតហើយគិតតែម្នាក់ឯងថាបើអញចាក់ស្មុគបានមួយលក់បាន10សេនបើចាក់ស្មុគបាន1000នឹងលក់ទៅបាន100រៀលរួចអញលក់មនុស្សប្រើបើប្រើមិនបានដូចចិត្តអញនឹងធាក់វាយវាបុរសនោះមិនគ្រាន់តែគិតក្នុងចិត្តក៏ឈានជើងលើកទាំងជើងធាក់ធាងត្នោតក៏របូតខ្លួនធ្លាក់ពីលើចុងត្នោតតែបានដៃប្រវាយចាប់ស្លឹកត្នោតជាប់ទាន់ក៏នៅតែតោដូចគេព្យួរគ្រានោះមានទ្រម្នាក់ដំរីម្នាក់ជីកដំរីមកជិតនោះបុរសនោះស្រែកថាបើអ្នកណាជួយដាក់ខ្ញុំពីចុងត្នោតបានខ្ញុំសុខចិត្តចូលទៅបម្រើលោកអស់មួយជីវិតទ្រមាក់ដំរីលើហើយមានចិត្តត្រេកអរបរដំរីចូលទៅដល់ក្រោមដើមត្នោតឈរលើខ្នងដំរីតោងជើងបុរសនោះជាប់ដូចជាអង្រួនខ្នងដំរីនោះដំរីក៏ដើរទៅទ្រមាក់ដំរីក៏ព្យួរជាមួយនឹងបុរសនោះគ្រានោះមានបុរសទំពែក4នាក់ដើរស្វែងរកមនុស្សទៅបម្រើប្រពន្ធគ្រប់គ្នាលុះដើរទៅដល់ក្រោមត្នោតនោះទ្រមាក់ដំរីនិងបុរសចាក់ស្មុគស្រែកថាបើលោកអ្នកណាជួយខ្ញុំឲ្យបានរួចពីចុងត្នោតនេះខ្ញុំទាំងពីរនាក់សុខចិត្តទៅនៅបម្រើលោកអស់មួយជីវិតទំពែកទាំង4នាក់នោះឮហើយត្រេកអរណាស់គិតថាបានដូចសេចក្តីប្រាថ្នាក៏ស្រែកថាយើងទាំង4នាក់នឹងជួយអ្នកឲ្យរួចទំពែកទាំង4ឈរក្រោមដើមត្នោតយកសំពត់ចងកខ្វាយទល់មុខគ្នាជា4ជ្រុងហើយស្រែកប្រាប់ទៅបុរសចាក់ស្មុគនិងទ្រមាក់ដំរីថាចូលអ្នកទាំងពីរនាក់ទម្លាក់ខ្លួនពីលើចុងត្នោតនោះមកបុរសចាក់ស្មុគនិងទ្រមាក់ដំរីទម្លាក់ខ្លួនទាំង3នាក់មកលើសំពត់ដែលបុរសទំពែក4នាក់នោះដោយគេទាញសំពត់ជួបនឹងកងទំពែកទាំង4ចូលក្បែរគ្នាស្លាប់ទាំង4នាក់ទៅឯទ្រមាក់ដំរីនិងបុរសចាក់ស្មុគឃើញទំពែកទាំង4នាក់ស្លាប់ដូច្នោះភ័យណាស់ទៅនិយាយនឹងយាយចាស់ម្នាក់ថាបើនិយាយគិតដូចម្ដេចឲ្យបានសុខយើងទាំងពីរនាក់នឹងទៅបម្រើយាយតអស់ជីវិតយាយចាស់មានចិត្តត្រេកអរដោយប្តីខ្លួនទៅកាប់សំការឯព្រៃហើយនិយាយថាបើដូច្នោះអ្នកទៅយកខ្មោចទាំង4នោះមកដាក់ក្នុងផ្ទះចងរុំឲ្យស្រេចរួចយាយចាស់ឲ្យយកខ្មោចមួយចេញពីផ្ទះមកគាត់ស្រែកយំអ្នកស្រុកសួរគាត់ប្រាប់ថាប្តីគាត់ស្លាប់អ្នកស្រុកក៏ជួយយកខ្មោចនោះទៅដុតយាយចាស់ប្រាប់ថា
សូមអ្នកទាំងអស់ដិតធ្វើឲ្យល្អត្បិតប្តីខ្ញុំគាត់ស្រឡាញ់ខ្ញុំណាស់កាលដែលគាត់នៅរស់លោកគេយកខ្មោចមួយទៅដុតហើយយាយចាស់ស្រីថាប្តីគាត់នៅផ្ទះទៀតហើយអ្នកស្រុកក៏ទៅយកមកដុតទៀតលុះដុតទៅគម្រប់4លើកទើបឃើញតែចាស់ប្តីយាយនោះចេញមកពីព្រៃចំការមានខ្លួននោះប្រឡាក់សិតតែខ្ជុងពួកអ្នកស្រុកឃើញក៏នាំគ្នាដេញចាប់តាចាស់នោះយកទៅដុតទាំងរស់ឲ្យស្លាប់ទៅរឿងនេះបានចប់ដោយបរិបូរណ៍